អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែទទឹមផ្លែទទឹមត្រូវបានគេចាត់ទុកជាកំពូលអាហារដោយសារតែវាសម្បូរទៅដោយសារធាតុចិញ្ចឹមនិងសមាសធាតុរុក្ខជាតិការពារដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព 1. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដាកម្មខ្លាំងបំផុតនេះជាគុណសម្បត្តិលេចធ្លោបំផុតរបស់ផ្លែទទឹមគឺការពារកោសិកាផ្លែទទឹមមានផ្ទុកនូវសមាសធាតុ polyphenolic ជាច្រើនដូចជា punicalagins មាននៅក្នុងទឹកនិងសម្បកនិង anthocyanins ដែលផ្ដល់ពណ៌ក្រហមប្រសិទ្ធភាពខ្ពស់សមាសធាតុទាំងនេះមានសកម្មភាពប្រឆាំងអុកស៊ីដាកម្មខ្លាំងក្លាជាងតែបៃតង green tea និងស្រាក្រហមទៅទៀតវាជួយការពារកោសិកាពីរ៉ាឌីកាល់សេរីនិងភាពតានតឹងអុកស៊ីដាកម្មដែលជាមូលហេតុចម្បងនៃជំងឺរ៉ាំរ៉ៃ 2. គាំទ្រសុខភាពបេះដូងនិងសរសៃឈាមការទទួលទានទឹកឬគ្រាប់ទទឹមជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបន្ថយកូលេស្តេរ៉ុលនិងសម្ពាធឈាមផ្លែទទឹមអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ systolic និង diastolic blood pressure វាក៏ជួយបន្ថយកម្រិត LDL កូលេស្តេរ៉ុលអាក្រក់និងបង្កើន HDL កូលេស្តេរ៉ុលល្អនៅក្នុងឈាមដែលជួយការពារការកកស្ទះនិងក្រាក់រឹងនៃសរសៃឈាម atherosclerosis 3. ប្រឆាំងការរលាក anti-inflammatory effects ជំងឺរ៉ាំរ៉ៃសារធាតុ punicalagins ដ៏ច្រើននៅក្នុងផ្លែទទឹមជួយកាត់បន្ថយសញ្ញានៃការរលាករ៉ាំរ៉ៃទូទាំងរាងកាយដែលអាចទាក់ទងនឹងជំងឺជាច្រើនដូចជាជំងឺទឹកនោមផែនប្រភេទទី2ជំងឺបេះដូងនិងជំងឺរលាកសន្លាក់ arthritis ទឹកទទឹមអាចជួយទប់ស្កាត់ការខូចខាតដោយឆ្អឹងខ្ចីចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ 4. អាចជួយទប់ស្កាត់ជំងឺមហារីក cancer prevention ការសិក្សាការស្រាវជ្រាវដំបូងបានបង្ហាញថាផ្លែទទឹមអាចមានលទ្ធភាពទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកជាពិសេសគេបានសិក្សាទៅលើឥទ្ធិពលរបស់វាលើការបញ្ឈប់ការរីករាលដាលនៃមហារីកក្រពះប្រូស្តាតនិងមហារីកសូឌិនទោះជាយ៉ាងណាត្រូវការសិក្សាលើមនុស្សបន្ថែមទៀត 5. ជំនួយដល់ការចងចាំនិងសុខភាពខួរក្បាលការពារខួរក្បាលសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទទឹមអាចជួយការពារមុខងារនៃការយល់ដឹង cognitive function និងបន្ថយភាពតានតឹងអុកស៊ីតកម្មនៅក្នុងខួរក្បាលដែលអាចជួយដល់ការចងចាំ 6. ល្មមសម្រាប់សុខភាពស្បែកនិងពន្យឺតភាពចាស់ Collagen សារធាតុប្រឆាំងអុកស៊ីតកម្មជួយពន្យឺតដំណើរការនៃភាពចាស់ដោយការពារស្បែកពីរ៉ាឌីកាល់សេរីការទទួលទានវាជួយជំរុញការផលិត Collagen និង Elastin ជួយឲ្យស្បែករឹងមាំនិងភ្លឺថ្លា 7. ជួយដល់ការរំលាយអាហារជាតិសរសៃ Fiber គ្រាប់ទទឹម Aerials គឺជាប្រភពដ៏ល្អនៃជាតិសរសៃចំណីអាហារដែលចាំបាច់សម្រាប់ទ្រទ្រង់សុខភាពប្រព័ន្ធរំលាយអាហារនិងជំរុញចលនាពោះវៀនទៀងទាត់ Prebiotics ការសិក្សាដំបូងបង្ហាញថាទទឹមអាចមានឥទ្ធិពលជា Prebiotics ដែលជួយចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀន 8. បង្កើនសមត្ថភាពកីឡាការជាសះស្បើយផ្លែទទឹមអាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំនិងបង្កើនល្បឿននៃការជាសះស្បើយទៅដោយការវឹកហាត់ខ្លាំងវាជួយកាត់បន្ថយភាពតានតឹងអុកស៊ីតកម្មដែលបណ្ដាលមកពីការធ្វើលំហាត់ប្រាណបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ